យើងថ្ងៃនេះការទៅសូត្របរិទ្ធសិទ្ធអីដូចជាវាមិនត្រូវតាមរបៀបបែបបទព្រះបរិទ្ធឬក៏តាមប្រពៃណីបុរាណទេអញ្ចឹងតាមប្រពៃណីបុរាណពិធីបុណ្យសពដែលគេតម្កល់មិនទាន់យកទៅបូជាតម្កល់នៅក្នុងផ្ទះគេមិនដែលសូត្របរិទ្ធទេតាំងពីបរមបុរាណតាំងពីព្រះមហាក្សត្រដែលទីបង្គត់ឲ្យទៅដល់គេមិនដែលសូត្របរិទ្ធទេព្រោះបរិទ្ធនឹងជាគ្រឿងដើម្បីបញ្ជៀសចង្រៃលាងបាបប្រគ្រោះអពមង្គលដោះគ្រោះទៅតាមបែបពុទ្ធសាសនានៅក្នុងពិធីសពដែលអនិច្ចកម្មព្រាមតម្កល់នៅក្នុងផ្ទះគេមិនដែលយកបរិទ្ធទៅសូត្រទេសួរតែអញ្ចឹងបើសពដែលតម្កល់ក្នុងផ្ទះបើយកព្រះបរិត្តទៅសូត្របាបទេថាវាអត់បាបទេបើប្រើវខុសទំនងព្រោះធម៌គេសូត្រទៅតាមកម្មវិធីតាមហេតុក្នុងពិធីបុណ្យដែលសពដែលទៅណានិច្ចកម្មទៅគេតម្កល់ក្នុងនោះប្រពៃណីពីបុរាណអានេះប្រពៃណីទេដែលលោកអ្នកប្រាជ្ញបណ្ឌិតពីបុរាណខាងសាសនាលោករៀបចំពិធីនេះទេគេមិនប្រើព្រះសូត្រទេព្រះបរិត្តគឺព្រះសូត្រគេប្រើតែអភិធម្មគេសូត្រអភិធម្មវាទេអភិធម្មពេលគម្ពីរបាំងស្គរលេហ្នឹងរួចបើគេសូត្រធើបត់គេសូត្រអភិធម្មបត់កំដរអសពហ្នឹងសូត្រអភិធម្មបត់គេកំដរអសពនៅក្នុងកម្មវិធីដែលត្រង់មានតែថ្ងៃរសៀលម៉ោង2ឬម៉ោង3គេនិមន្តព្រះសង្ឃទៅទេសនាអញ្ចឹងសាបាំងស្គរមុនហើយម៉ោង2គេនិមន្តព្រះសង្ឃទៅបាំងស្គរចប់បាំងស្គរគេនិមន្តព្រះសង្ឃសម្ដែងធម៌ទេសនាចប់ធម៌ទេសនាគេសូត្រអភិធម្មបន់ហ្នឹងកំដរអសពហ្នឹងឬគេស្មូតនាធម្មសង្វេគអីហ្នឹងឬក៏មានភ្លេងគេកំដរអសពខ្លះគេហៅមរណតន្ត្រីខាងអាត្មាសៀមរាបគេហៅភ្លេងត្រមិញសូរសំឡេងអ្វីទាំងអស់ក្នុងកម្មវិធីបុណ្យហ្នឹងនិយាយពីសង្វេជនីយធម៌ឲ្យមនុស្សទាំងអស់ស្ដាប់ទៅវាកើតសង្វេគតក់ស្លុតនឹងសេចក្តីស្លាប់ហ្នឹងវាមានសាកសមហ្នឹងជាផុសតាងហ្នឹងស្ដេចណាគេត្រូវសម្ដែងទៅពីធឿណាដែលស្ដាប់ទៅឲ្យកើតសង្វេគសំបីតែភ្លេងបទភ្លេងដែលគេកណ្ដោសពយើងស្ដាប់មើលទៅដូចថាវាសង្វេគស្ដាប់ទៅវាទន់ដៃទន់ជើងទៅវាអត់មានសេចក្តីសង្វេគដល់រត់នេះភ្លេងដែលកណ្ដោសពហ្នឹងលោករៀបចំយ៉ាងតែកម្មវិធីដល់សប្តាហ៍ថ្ងៃនេះឃើញតែប្រើវាខុសប្រពៃណីទំនៀមទម្លាប់បែបបើឃើញទៅសូត្របរិត្តក្នុងពេលដែលតម្កល់សពនោះវិសូត្រដែលខ្ញុំកណាអាត្មារៀបរាប់ប្រាប់ថាវាអត់បាបទេបើប្រើវាខុសទំនងចាអានឹងមួយតើលគេហែសពយកទៅបញ្ចុះឬយកទៅបូជាប្រគេរើសចាក់ធាតឲ្យមកដល់ល្ងាចហ្នឹងគេចាប់ផ្ដើមចម្រើនព្រះបរិត្តចង់បញ្ចប់ហើយព្រោះព្រះបរិត្តដូចលៀងចង្រៃអពមង្គលនេះកើតក្នុងគ្រួសារក្នុងគេហដ្ឋាននោះឲ្យលៀងសម្អាតអញ្ចឹងព្រោះនាំសាកសពទៅបញ្ចុះទៅរំលាយនាំយកអពមង្គលចេញពីផ្ទះអស់ហើយអានេះវាន័យថាអញ្ចឹងដល់ព្រឹកស្អែកឡើងមកគេឆ្លងដាឆ្លងគឺបញ្ចប់កេកអានឹងពីបុរាណមកឬអ្នកប្រាជ្ញគេរៀបចំឲ្យអញ្ចឹងឬសម្រាប់ប្រជាមង្គលការខ្លះគេនិមន្តព្រះសង្ឃទៅសូត្រមង្គលការធ្វើបរិត្តពេលព្រឹកបើដល់រួចគេប្រគេនភ័ណ្ឌដល់គេប្រគេនភ័ណ្ឌមកខ្លះលោកសូត្របាំងស្គរសូត្រអវិជ្ជាទៅសូត្រអនិច្ចាអចរង្គវតយ៉ាងកាយោឲ្យពេលគេរៀបមង្គលបើអានឹងក៏វាខុសទំនងសួរតែយើងសូត្របាបទេថាទេវាមិនបាបទេបើវាអត់ប្រើសំគួរតាមពេលវេលាដែលយើងប្រើចុះព្រោះក្នុងមង្គលការ
ពាក្យសម្ដីអ្នកណាមួយដែលពោលក្នុងនឹងគេពោលពីឲ្យពោឲ្យយោះឲ្យសុខសួស្ដីសេរីមង្គលចម្រើនទ្រព្យចម្រើនសម្បត្តិយោស័កមានអាយុវែងនៅជាមួយគ្នាទៅលខំពោលល្បេះខំជែករបូតឯណាហ្នឹងក៏ឲ្យពោហ្នឹងណាសម្ដីគឺគេឲ្យសេចក្តីសុខទាំងអស់មេត្តាធ្វើចេញពីចិត្តគេហ្នឹងគេអត់ត្រូវការសង្ខារទាំងឡាយមិនទៀងអីទេអត់ទេបើគេកំពុងសេរីសួស្តីគេចង់បានសុខសប្បាយនេះយើងទៅប្រាប់គេទៅសង្ខារទាំងឡាយមិនទៀងវាខុសទំនងអានេះវាខុសតែអាត្មាបញ្ជាក់ថាវាអត់បាបទេបើប្រើមិនដឹងក៏បានមិនដឹងក៏ទុយអីក្នុងវិន័យលោកមានសម្ដែងថាភិក្ខុដែលជាថេរៈជាឧបជាគេត្រូវស្គាល់ធម៌ណាដែលគេយកទៅចម្រើនក្នុងមង្គលសិរីសួស្តីមនុស្សរស់ធម៌ណាគេសូត្រក្នុងពេលមនុស្សស្លាប់ក្នុងវិន័យមានប្រាប់យ៉ាងណាតែត្រូវតែដឹងមិនចេះតែទៅប្រើ